ជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម SV1 ថ្ងៃនេះខ្ញុំមក record video ដែលធ្វើទាក់ទងទៅនឹងការ install container ជាដំបូងខ្ញុំមកបើកOracle Winbox សិនដែលខ្ញុំបើក Oracle Winbox ហ្នឹងអញ្ចឹងវាទាមទារusername ហើយនិង password អញ្ចឹងដោយសារតែនៅក្នុងនេះគឺខ្ញុំអត់អាច copy comment ឬក៏ផាសអីបានទេអញ្ចឹងខ្ញុំទៅ remote ជាមួយនឹង Kitbase អញ្ចឹងខ្ញុំធ្វើការ remote ទៅតាម Kitbase ដែលការ remote ហ្នឹងគឺខ្ញុំទៅយក IP address អញ្ចឹងខ្ញុំវាយ command hostname.i អញ្ចឹងយើងនឹងយក IP address ពី Oracle Winbox ហ្នឹងដើម្បីធ្វើការ remote ចូលទៅកាន់ Kitbase តំទៀត enter ហើយវាធ្វើការទាមទារ password ជាងខ្ញុំធ្វើការ remote បានហើយជាងខ្ញុំនឹងប្រើប្រាស់វានៅលើ Kitbase តែម្ដងជាងជាដំបូងដើម្បីខ្ញុំអាចធ្វើការ install container បានជាងខ្ញុំទៅធ្វើការ update package package សិនជាងខ្ញុំប្រើ command sudo apt updateជាងខ្ញុំសូមscope video សិនដោយសារតែវារៀងយូរហើយបន្តទៀតគឺខ្ញុំប្រើ command sudo apt install ដកវាយនេះមានន័យថានៅកំឡុងពេលដែលវា install អញ្ចឹងវានឹងធ្វើការយកពាក្យថា yes រហូតដល់ការ install នឹងបញ្ចប់ដកវាយ cat certificate GNUPG RSB .release ចឹង command នេះមានន័យថាវានឹងធ្វើការinstall តាមរយៈ URL ចឹងវានឹងធ្វើការទៅ install តាមរយៈ URL ហ្នឹងហើយ certificate នេះទាក់ទងទៅនឹងការ verify តាមរយៈASL ដែលវាទាក់ទងទៅនឹង security ចឹងខ្ញុំធ្វើការ enter មកដូច្នេះដោយសារតែមិញខ្ញុំសរសេរ comment ខុសអញ្ចឹងខ្ញុំធ្វើការ run comment នឹងម្ដងទៀតដូច្នេះបន្ទាប់ពីវាធ្វើការ install ចប់ហើយចឹងខ្ញុំប្រើ command បន្តទៀតគឺខ្ញុំប្រើ command sudo mkdir អញ្ចឹងខ្ញុំទៅបង្កើត folder មួយ mkdir.p បង្កើត folder មួយឈ្មោះ .p បង្កើតនៅក្នុង etc/apt/keyring sudo ហើយបន្តមកទៀតខ្ញុំប្រើ command បន្តដោយសារតែ command បន្តហ្នឹងគឺវាវែងពេកចឹងខ្ញុំធ្វើការ copy ហើយយកមកផាសចឹង command នេះវានឹងធ្វើការ download នៅទៅក្នុង docker.com នេះចឹងខ្ញុំ enter មកហើយបន្តមកទៀតគឺខ្ញុំទៅធ្វើការ echo មួយដែរecho នៅក្នុងនេះចឹងដោយសារតែ command នេះវាវែងពេកចឹងខ្ញុំធ្វើការ copy ដាក់តែម្ដងចឹង enter មកបន្ត
តបពីវានេះហើយជាងខ្ញុំទៅប្រើ sudo update មកទៀតដូច្នេះបន្ទាប់ពីខ្ញុំប្រើ sudo update រួចហើយចឹងខ្ញុំទៅធ្វើការinstall container ចឹងខ្ញុំប្រើ sudo apt install ដក y នេះមានន័យថាវាធ្វើការ install រហូតដល់វាចប់ docker .ce docker .ce .co I container .io contain .io docker build plugin docker compose plugin ដូច្នេះខ្ញុំ enter មកចឹងដោយសារតែវា processing យូរបន្តិចខ្ញុំធ្វើការstop វីដេអូបន្តិចសិនដូច្នេះបន្ទាប់ពីខ្ញុំធ្វើការ install ចប់ហើយចឹងខ្ញុំប្រើ command មួយទៀតដើម្បីធ្វើការ run docker នឹងចឹងខ្ញុំប្រើ command sudo user ដែលខ្ញុំធ្វើការ login ហ្នឹងដែលខ្ញុំធ្វើការ run docker ហ្នឹងគឺ run តាមរយៈ user ចឹងខ្ញុំប្រើពាក្យថា user mode .ag docker $sv1 ចឹងខ្ញុំបានធ្វើការ login ចូលហើយចឹងនេះជា docker ហើយចឹងខ្ញុំធ្វើការ log out ចេញសិនចឹងខ្ញុំ log out ចេញពីGateway របស់ខ្ញុំមកខ្ញុំធ្វើការ login ម្ដងទៀតចឹងខ្ញុំប្រើ password ដូច្នេះខ្ញុំធ្វើការ test ការ run docker ហ្នឹងចឹងខ្ញុំចង់test ខ្ញុំប្រើ command sudo docker run ពាក្យថា hello world ចឹងវាធ្វើការទាមទារ password ចឹងខ្ញុំចូល password មកចឹងនេះអីដែលខ្ញុំបានធ្វើការ run មិញចឹងវាសូមកដូច្នេះបន្តពីបន្តមកទៀតខ្ញុំចង់ test ទៅលើការ run docker តាមរយៈ port ចឹងខ្ញុំប្រើ command sudo docker run ចឹងវាធ្វើការ run តាមរយៈ port 8080ដែលឈ្មោះថា name my web server ចឹងដែលវាធ្វើការ run តាមរយៈ web server វា run តាមរយៈ port 8080 nginx
ដូច្នេះការ install ទៅលើ Docker ហ្នឹងគឺវាទទួលបានជោគជ័យហើយដែល message ហ្នឹងវា show ថា complete ជាងសម្រាប់វីដេអូការ install container របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណលោកគ្រូជម្រាបលាលោកគ្រូ